ជំលោះរវាងប្រទេសកម្ពុជានិងប្រទេសថៃមិនអាចបណ្ដោយឲ្យរាលដាលកាន់តែធ្ងន់ធ្ងរបានឡើយហេតុដូច្នេះហើយបទឈប់បាញ់ចាំបាច់ត្រូវតែស្ដារឡើងវិញជាបន្ទាន់នេះគឺជាសាររំលែកចេញពីតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខនិងជាអនុប្រធានគណៈកម្មការអឺរ៉ុបលោកស្រីកាហ្សាកាឡាស់តាមបណ្ដាញសង្គម X នៅយប់ថ្ងៃទី18ធ្នូម្សិលមិញមន្ត្រីការទូតជាន់ខ្ពស់អឺរ៉ុបរូបនេះបានធានាចូលខ្លួនបន្តកិច្ចការងារកាត់បន្ថយកម្ដៅនៃជំលោះរវាងប្រទេសទាំងពីរនិងថាសហភាពអឺរ៉ុបអាចផ្ដល់រូបភាពពីប្រព័ន្ធផ្កាយរណបដល់ភាគីជំលោះទាំងសងខាងសម្រាប់ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ទៀតផងលោកស្រីអៀតសុភារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ XFE នៅព្រឹកថ្ងៃប្រហ័សទី18ធ្នូនេះថាកម្ពុជាស្វាគមន៍និងអរគុណចំពោះសេចក្តីថ្លែងការណ៍ក៏ដូចជាគំនិតផ្ដួចផ្ដើមរបស់លោកស្រីកាចាកាឡាដោយឡែកភាគីថៃនៅមិនទាន់ប្រកាសជំហរអ្វីចំពោះគំនិតផ្ដួចផ្ដើមរបស់សហភាពអឺរ៉ុបដែលចង់ផ្ដល់រូបភាពពីប្រព័ន្ធផ្កាយរណបដើម្បីតាមដានបទឈប់បាញ់រវាងប្រទេសទាំងពីរនៅឡើយទេក៏ត្រឹមថ្ងៃទី18ធ្នូនេះគួរឲ្យដឹងថាកាលពីថ្ងៃទី13ធ្នូនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានបដូវវេនអាស៊ានលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានជួបសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកម្ពុជាថៃដើម្បីតាមដានស្ថានភាពចំនួនព្រំដែននៃប្រទេសទាំងពីរលោកអាន់វ៉ាអ៊ីប្រាហ៊ីមបញ្ជាក់ថាដើម្បីគាំទ្របទឈប់បាញ់ឲ្យមានតម្លាភាពម៉ាឡេស៊ីបានស្នើសុំការចាត់តាំងក្រុមអ្នកសង្កេតការណ៍អាស៊ានដើម្បីតាមដានស្ថានភាពនៅក្នុងសមរភូមិបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាននឹងត្រូវគាំទ្រដោយការតាមដានតាមប្រព័ន្ធផ្កាយរណបលើស្ថានភាពចំនួនកម្ពុជាថៃបើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីផុសតាំងដែលបានពីប្រព័ន្ធផ្កាយរណបនឹងត្រូវដាក់ទៅជជែកនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងធ្វើឡើងនៅថ្ងៃទី22ធ្នូខាងមុខក្រោយការសុំពន្យាពេលពីប្រទេសទាំងពីរ